ជំរាបសួរបងប្អូនទាំងគ្នានេះគឺជាផ្លូវសមុទ្រដែលដឹកជញ្ជូនទំនិញទូទាំងពិភពលោកតែម្ដងហើយផ្លូវនេះគឺដឹក80ទៅ90% នៃទំនិញទាំងអស់នៅក្នុងទូទាំងពិភពលោកអញ្ចឹងបងប្អូនអាចមើលឃើញដំបូងសិនបាទអាខ្សែ QQ នេះបាទអាខ្សែ QQ នេះបងប្អូននេះគូទីសិននេះអា Q ដិតហ្នឹងណាដិតហ្នឹងគឺជាផ្លូវ main road បាទយើងមើលតាមនេះ core road និង secondary អញ្ចឹងអាដិតហ្នឹងគឺជាផ្លូវដែលសំខាន់ឬក៏ផ្លូវធំអញ្ចឹងទៅបាទនេះផ្លូវធំណាផ្លូវធំដល់ពេលអាទូចនេះគឺផ្លូវទី2បាទផ្លូវទី2អូខេចាំខ្ញុំគូសផ្លូវឲ្យបងប្អូនហើយចាំខ្ញុំបញ្យល់ថាពីណាទៅណាណាបងប្អូនទាំងគ្នានឹងទី1ទី2យើងមកមើលទី2យើងមកមើលនេះច្រកឬក៏ប្រែកជីកអញ្ចឹងច្រកដែលសំខាន់មានអាក្រហមច្រកសំខាន់នេះគឺច្រកសមុទ្រ Hormuz ដែលកំពុងល្បីច្រកសមុទ្រ Bab el-Mandeb ប្រែកជីក Suez ច្រកសមុទ្រ Bosphorus ច្រកសមុទ្រ Horizon ច្រកសមុទ្រ Gibraltar ច្រកសមុទ្រ Malacca នៅតំបន់អាស៊ីរបស់យើងនិងប្រែកជីក Panama អាហ្នឹងតំបន់សំខាន់ហើយមួយទៀត Cape of Good Hope អញ្ចឹងនៅពេលដែលបងប្អូនមានអាហ្នឹងហើយទៀតខ្ញុំបញ្យល់ទៅផ្លូវស្រួលហើយអូខេអញ្ចឹងអាហ្នឹងចំណុចទី2ហើយខ្ញុំលុបចោលតិចសិនដើម្បីបញ្យល់បងប្អូនបន្ថែមទៀតអូខេឥឡូវយើងនិយាយពីច្រកសមុទ្រ Hormuz មុនសិនព្រោះ Hormuz ពងល្បីបងប្អូនគ្នាបាទច្រកសមុទ្រ Hormuz កន្លែងនេះគឺដឹកជញ្ជូនប្រេង20ទៅ25%អូយយកមក supply ទូទាំងពិភពលោកបាទនេះគឺយកមក purchase ទូទាំងពិភពលោកហើយនៅក្នុងហ្នឹងគឺមានច្រកសមុទ្រហ្នឹងប្រេងហ្នឹងគឺប្រើទៅអាមេរិកបាទទៅអាមេរិកចំនួន 0.4% បញ្ជូនទៅដល់អឺរ៉ុបនេះគឺ 0.5% ទៅជប៉ុន 1.6% ទៅកូរ៉េ 1.7 ទៅចិនបាទទៅចិន 5.4 ហើយទៅបណ្ដាប្រទេសផ្សេងទៀត 2.6 និងទៅឥណ្ឌាបាទ 2.1% អញ្ចឹងសរុបតួលេខទាំងអស់ហ្នឹងវាស្មើនឹង 26.6% ដែលច្រកសមុទ្រ Hormuz នេះដែលតំបន់មជ្ឈិមបូព៌ានេះផ្គត់ផ្គង់ទៅកាន់ពិភពលោកគឺចំណុច 26.6% អញ្ចឹងបានឡៃនេះចិនគាត់និយាយថាចង់ចរចាបើកឈូងសមុទ្របើកច្រកហ្នឹងមកវិញមកព្រោះចិនឡៃនេះគឺ supply ពីអានោះ 5.4% ធំជាងគេបាទអូខេតិចទៀតយើងនឹងបញ្យល់បន្ថែមតិចទៀតតើតើនៅផ្លូវហ្នឹងកាត់ពីណាទៅណាទាំងអស់គ្នាបាទហេតុអីបានជាផ្លូវព្រេងនេះសំខាន់ខ្ញុំមិនដឹងថា iPad ខ្ញុំវាគៀងបងប្អូនទាំងគ្នាអូខេតំបន់នេះគឺតំបន់មជ្ឈិមបូព៌ានេះមជ្ឈិមបូព៌ាបងប្អូនទាំងគ្នាបាទដុំហ្នឹងមជ្ឈិមបូព៌ានេះកាត់មកនេះដល់ទូគីនៅខាងលើនេះបាទតំបន់នេះមជ្ឈិមបូព៌ាអញ្ចឹងអាកន្លែងនេះសាអូឌីអារ៉ាប៊ីប្រេងធំជាងគេទី2លើពិភពលោកអ៊ឺរ៉ង់ទី3វេណេស៊ុយឡាទី1បាទហើយហេតុអីបាទដល់ពេលយើងមើល map ទៅបាទយើងនឹងថាអូខេហេតុអីបាទអាមេរិកចង់បានប្រេងចង់បានអីចឹងទៅណាបាទទី4នេះកាណាដាគឺប្រេងធំទី4អ៊ឺរ៉ង់មានប្រេងធំទី3ហើយអ៊ឺរ៉ង់គឺជាធំឧស្ម័នទី2លើពិភពលោកបន្ទាប់ពីរុស្ស៊ីនេះរុស្ស៊ីមានធុងច្រឡំសំណួរមានឧស្ម័នធម្មជាតិលេខ1អញ្ចឹងអ៊ឺរ៉ង់លេខ2អញ្ចឹងអាប្រែជីកមួយនេះចំទៅច្រកសមុទ្រ Hormuz នេះគឺ supply ច្រើនជាងគេលើពិភពលោកហើយបើសិនជាបិទផ្លូវហ្នឹងតំបន់មជ្ឈិមបូព៌ាទាំងអស់គឺត្រូវចេញតាមច្រកនេះ Bab el-Mandeb នេះបាទច្រកនេះហើយច្រកហ្នឹងទៀតសោតគឺមានរបស់គឺកាន់កាប់ដោយយេម៉ែនបាទយេម៉ែននេះនៅហ្នឹងមានប្រទេសយេម៉ែននិងអូម៉ង់នេះអូម៉ង់នេះយេម៉ែនបាទអញ្ចឹងច្រកនេះគឺជាច្រកមួយដែលសំខាន់បន្ថែមទៀតនេះច្រក Hormuz ច្រកនេះច្រកសំខាន់ទៀតខ្ញុំបញ្យល់ថាផ្លូវទឹកវាកាត់ពីណាទៅណាដើម្បី supply ពីអឺរ៉ុប
ទៅកាន់អាស៊ីទៅកាន់អឺរ៉ុបហើយប្រើអីហ្នឹងទៅអញ្ចឹងច្រកបច្ចុប្បន្នច្រកនេះបានបិទហើយអញ្ចឹងផ្លូវផ្សេងទៀតគឺប្រើច្រកនេះបើសិនជាច្រកនេះបិទមួយទៀតបងប្អូនទាំងនេះនៅពេលដែលច្រកបិទមួយទៀតណាបាទយើងចង់ដឹកជញ្ជូនអីវ៉ាន់ទាំងអស់ពីអាស៊ីទៅកាន់អឺរ៉ុបគឺយើងត្រូវប្រើច្រកមួយនេះយើងចេញនេះច្រកពីម៉ាឡាកាហ្នឹងយើងត្រូវវៀងបាទយើងអាចកាត់តាមផ្លូវនេះបានទៀតទេនេះយើងចូលមកកាន់ Cape of Hope នេះហើយបានដឹកមកដល់តំបន់អឺរ៉ុបបាទនេះអឺរ៉ុបនៅខាងនេះបងប្អូនទាំងនេះសម្រាប់បងប្អូនណាដែលអត់ដឹងពី trip ប្រហែលបងប្អូនអាចព្យាយាមមើល trip ទៅដើម្បីដឹងថាទិសណាអឺរ៉ុបទិសណាអាស៊ីទិសណាអីចឹងណាបាទនេះតំបន់អឺរ៉ុបអញ្ចឹងបើច្រកនេះបិទហើយនេះបិទហើយគឺផ្លូវតាណាទាំងអស់គឺត្រូវមកកាត់តាមនេះហើយចូលមកកាន់អឺរ៉ុបនិងចូលប៉ាណាម៉ាឡើយនេះទៅកាន់នេះតំបន់អាមេរិកឡាទីនណាបាទហើយទៅអាមេរិកបាទផេជីកប៉ាណាម៉ានេះចាំយើងនិយាយប្រវត្តិផេជីកព្រោះបោះកូឡុំបៀព្រមជីកបន្ទាប់មកអាមេរិកធ្វើការបែករត់ទៅក៏បានផេជីកប៉ាណាម៉ាទៅអញ្ចឹងបច្ចុប្បន្ននេះគឺច្រកនេះបានបិទហើយច្រកនេះនៅកំពុងដំណើរការដែរបើសិនជាច្រកនេះបិទមួយទៀតអញ្ចឹងផ្លូវដឹកជញ្ជូនទាំងអស់លើពិភពលោកគឺត្រូវប្រើថ្លៃគុណនឹង2បងប្អូនគ្នាអាចគុណនឹង3បាទនេះដើម្បីការចែកចាយនេះឃើញទេបងប្អូនឃើញទេនេះច្រកសមុទ្រម៉ាឡាកាឡើយនេះទៀតសោតមានគ្រូនឹងធ្វើប្រេជីកក្រាយូរហើយបាទតែឥឡូវនេះគឺអត់ធ្វើទេខាងថៃគេថាអាចធ្វើកំពង់ផែឡើយហ្នឹងនេះប្រេជីក full on របស់យើងអញ្ចឹងបើសិនជាមានប្រេជីកកំពង់ផែក្រាខ្មែរក៏ទទួលបានផលប្រយោជន៍ដែរតែស្អីគេលែងឆ្លងកាត់ច្រកម៉ាឡាកាឡើយនេះហើយគឺឆ្លងកាត់ឡើយនេះអញ្ចឹងកន្លែងនេះខ្មែរដើម្បីដឹកជញ្ជូនទៅដល់ចិនអាចប្រើផ្លូវរថភ្លើងពីឡាវទៅពួកយើងមានផ្លូវរថភ្លើងយើងកំពុងសាងសង់ឡាវទៅកាន់វៀតណាមហើយយើងក៏អាចដឹកជញ្ជូនពីថៃទៅកាន់សំទោសឡាវទៅកាន់ចិនថៃទៅកាន់ចិនតែថៃមានបញ្ហាមួយខ្មែរយើងក៏មានស្គូបនៃការពឹងផ្លូវឡាវមួយដែរបាទអានេះគឺផ្លូវច្រកសមុទ្រដែលទូទាំងពិភពលោក at least យើងបានដឹងពីដើមចមវាអញ្ចឹងណាផ្លូវនឹងចេញពីណាទៅណាទៅហើយបើសិនជាភេជីក្រានេះកើតឡើងមែនគឺគេអត់ចាំបាច់ឆ្លងកាត់អត់ចាំបាច់វៀងផ្លូវគេអាចចំណេញនេះចំណេញផ្លូវបងប្អូននេះឲ្យផ្លូវឥឡូវនេះច្រក Hormuz នេះបានបិទច្រកនេះបើបានបិទមួយទៀតគឺតំណែងទាំងអស់នឹងឡើងហេតុអីបានអតិផរណាកើតឡើងសាំងឡើងថ្លៃដឹកជញ្ជូនឡើងថ្លៃតំណែងគឺត្រូវឡើងថ្លៃទាំងអស់ពីព្រោះរាល់ថ្ងៃនេះយើងសូម្បីតែអ្នកលក់ស្រុកក្នុងស្រុកខ្មែរនេះក៏ធ្វើដំណើរដែរយើងទាំងអស់នេះធ្វើដំណើរតែធ្វើដំណើរគឺត្រូវការសាំងឡើងថ្លៃស្អីទាំងអស់គឺឡើងថ្លៃគឺនឹងមានអតិផរណាកាត់ឡើងជាអូតូម៉ាទិកតែម្ដងអញ្ចឹងដូច្នេះបានគេគិតរឿងភេងនេះបាទអូខេអានេះគឺជាផ្លូវទឹកសំខាន់បាទឥឡូវយើងនិយាយពីបន្ថែមតិចទៀតពីឈូងសមុទ្រហ្នឹងពីច្រកហ្នឹងពីឆ្លងកាត់ពីណាទៅណាបាទទី1ច្រកម៉ាឡាកាឡើយនេះបាទច្រកម៉ាឡាកាហ្នឹងគឺខ្ញុំថែម map តិចទៀតនេះច្រកម៉ាឡាកាគឺជាច្រកសំខាន់បំផុតដែលភ្ជាប់ពីសមុទ្រឥណ្ឌាទៅសមុទ្រប៉ាស៊ីហ្វិកគឺដឹកជញ្ជូនប្រេងនិងទំនិញច្រើនទៅកាន់អាស៊ីខាងកើតបាទអាស៊ីខាងកើតនេះអាស៊ីនេះជប៉ុនណាបងប្អូនគ្នាចាំទៀតខ្ញុំបញ្យល់បន្ថែមនឹងខ្ញុំបញ្យល់ថាតែយើងគួរមើល map មិនដើម្បីងាយស្រួលហើយខាងណាជើងឆ្វេងជើងកើតលិចជើងច្បងតាក់ដីឧសអីដាខ្ញុំបញ្យល់បងប្អូនក្នុងវីដេអូនឹងហ្មងបើសិនជាវីដេអូបងប្អូនទាំងអស់គ្នាបញ្យល់ដល់ចប់បាទតាមមើលដល់ចប់អញ្ចឹងច្រកម៉ាឡាកាគឺភ្ជាប់ពីសមុទ្រឥណ្ឌាទៅសមុទ្រប៉ាស៊ីហ្វិកផេជីកស៊ុយអេបាទផេជីកស៊ុយអេឡើយនេះគឺភ្ជាប់ពីអឺរ៉ុបមកកាន់អាស៊ីផេជីកប៉ាណាម៉ាគឺភ្ជាប់ពីអាត្លង់តិកទៅកាន់ប៉ាស៊ីហ្វិកច្រក Hormuz បាទ Hormuz ឡើយនេះហ្នឹងគឺចេញពីប្រេងឈូងសមុទ្រពាក់ទៅកាន់ដឹកប្រេង 20% ទៅកាន់ពិភពលោកនេះហ្នឹងគេហៅថា Gulf of Persia បាទហ្នឹងដឹកអាហ្នឹងចេញប្រេង 20% នេះបេឡាពេដែលខ្ញុំនិយាយមិញហ្នឹងគឺឆ្លងគឺជាសមុទ្រក្រហមនេះសមុទ្រឥណ្ឌាសមុទ្រក្រហម Red Sea ទៅកាន់ប្រេជីកស៊ុយអេនេះបាទដោយសារមានអាច្រកហ្នឹងហើយបានមានប្រេជីកស៊ុយអេហ្នឹងធ្លាយទៅដល់អឺរ៉ុបផ្លូវកាត់តែម្ដងហ៎ដល់ពេលបងប្អូនមើលទៅវាមានមូលដ្ឋានងាយស្រួលនៅពេលដែលគេនិយាយរឿងអីហ្នឹងណាអូខេច្រកបូស្ព័របាទនេះច្រកបូស្ព័រឡើយនេះច្រកបូស្ព័រនេះគឺពីសមុទ្រក្រហមទៅកាន់ប្រេជីកស៊ុយអេបាទនេះ Red Sea ទៅកាន់ប្រេជីកស៊ុយអេសំទោសបូស្ព័រនេះគឺសមុទ្រខ្មៅទៅកាន់រុស្ស៊ីបាទនេះសមុទ្រខ្មៅនេះ
bà nó bay cho cắt mà căn rô xì rô xì hai một tiết cho dí baltra này nè cứ cho tôi một mẹ đi tiền này nè mẹ đi tiền này ok đọc bên gì một đợt mẹ đi tiền này nó xong một tiết nè God of Hope nè chung một ní cứ play backup bà sân chia tầng này bật hai cứ mình ta phải chọn như thế lấy gì bị mẹ đi tiền ấy thì mẹ đi tiền ấy nhưng nó khơi nào lại nó khơi nào thường America châu vậy đó rằng một con này nhưng cụ tí chứ nè nhưng mà thay em tí cho em lúc chào sân mình nghĩ sủi chưa ai ta cú cho lúc nó cứ iPad nó bị trong keng lại trong một này vì đó nhưng mất cả thế nhưng mình đặt lại nhặt đo chừng món chẳng bóng bồn ai thì thế bà chấm mơ á ní ở rọn bà ở rọn USS Abraham Lincoln đại bóng bồn ở kia đang thà America chun mà nó cứ nè nè này USS và Navy nè nè Navy hay là rongกับปุ้งจอจานโอมองเนี่ยมวยอเมริกhayบทต่อมาอเมริกประจุนิวี USS Gerald Air Force มากันมาดออะไรเนี่ยนี่ดออะไรนั่นก่อนแต่มาดอพลีมบางคนตรงนี้บ่าเคยไหมเนี่ยก่อนแต่มาดออันนี้ USS Gerald Air Force นั่งมวยนั่งอันนี้em ấy sừng cụp này bao nhiêu rong tại mình đồ mà cái nào về để cho trái ở toàn cho trái này nè ở toàn chụp ba thà chụp cháy mình chụp cháy bàn tay gọi thằng bạc phơi cho trái bàn tay đợt về là USM đo phím cụp ba cao bay ba tại mình đồ chân dương ở đơn thà timeline đàm rít kêu vài rong này chia quay thì mà đo món đo về thử quay rồi mấy cái vụ ấy cho trái vì cái pung cho trái tại đấy là về gọi thằng cặp ba mà đó bà cặp ba thông như kia là phục lục chưa USS Air Force mà đo lại những phím ba quay sẽ đám quay cho rong tại mình đồ bà anh ấy và time ta lơ sau khi phải chọn bọn tình chắc anh ấy cứ chỉ play tắt để bóng bộ mạng khơi nhấy bà chẳng play nó bìa play na sầm khăn cứ play sầm khăn được tiền phục lốc cứ nên mình tập năng tới bóng bộ tao này chẳng thì mỗi play QQ bài to ní bà bài to ní cứ chỉ play đại sầm khăn pot cứ có play thốn play ní cứ play secondary road cái home ní cứ chỉ choke point chỉ choke point primary sầm khăn để bóng bộ chuyển nám giống bóng bộ của đăng tới tha anh ấy cứ phải chích Malacca nơi đồng bọn là gì bao nhiêu nữa anh ấy straight ở homos number 100 anh ấy ba là p anh ấy phải chích soy ad anh ấy phải chích postpone anh ấy audio sound anh ấy chlong cutter rope anh ấy từ Russi anh ấy bị mệt đi thì anh ấy cho từ phải chích soy a bị soy a mà ba là p anh ấy cột off hope anh ấy phải chích Panama chắc là phải để bóng ôm miên một thành phần năng tới cứ ai nghĩ xuống không cả tạm đán có đôi chiều tạm đán phun sang vô bài bọn này hay đấy bạn nhóm gì chứ anh lấy bà dương chỉ bị phim bên một này bà phim á ní phim American trường ní American thập bồn ní Asia ní Europe ní Africa ní Antarctic ní Australia môi pi bay buôn phem môi pal phim có miền pal nhé phim có miền pal cho nên America kháng trướng American thập bồn Europe Asia Africa Australiaនិងអង់តាក់ទិកចឹងអាស៊ីបច្ចុប្បន្ននេះវាមាននេះខ្ញុំបញ្ចូលទិសជូនបងប្អូនឲ្យមកដើម្បីបងប្អូនស្រួលយល់បងប្អូនត្រូវចំណាំថាផែនទីរបស់យើងគឺនៅពេលដែលយើងនិយាយរឿងនៅពេលដែលនិយាយផែនទីអាខាងលើគឺជាទិសខាងជើងនៅពេលដែលយើងដឹងខាងលើគឺទិសខាងជើងហើយផ្ទុយពីទិសខាងជើងមកគឺទិសខាងត្បូងនៅពេលដែលយើងឃើញជើងត្បូងហើយយើងអានេះគឺទិសខាងកើតអានេះគឺទិសខាងលិចអូខេហើយសម្រាប់យើងថានៅអាស៊ីអាគ្នេយ៍នេះអាស៊ីអាគ្នេយ៍នៅឡើយនេះអាស៊ីអាគ្នេយ៍ណាបាទខ្ញុំបញ្យល់បន្ថែមទៀតនឹងទិសទាំង8ជូនបងប្អូនទាំងគ្នាបងប្អូនអាចរៀបពាក្យចំណាំដូចខ្ញុំបានបើបងប្អូនចង់ចំណាំមើល map ខ្មែរខាងលើគឺឧដរមានជ័យបងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលបងប្អូនចំណាំឧដរមួយខ្ញុំមានពាក្យសោតមួយសម្រាប់បងប្អូនទាំងគ្នាឧសានបូគេតេដីបាច់ជាប់
បាទអញ្ចឹងបងប្អូនចំណាំពាក្យហ្នឹងទៅស្រួលឧសានបូកេតាក់ដីបច្ចជាប់ឧហ្នឹងឧដសានហ្នឹងគឺអេសានហេបូហ្នឹងគឺទិសបូគេហ្នឹងគឺអាគ្នេយ៍ហេតាក់ហ្នឹងគឺតាក់សិនដីហ្នឹងគឺនិរដីបាច់ហ្នឹងគឺបច្ចឹមជាប់ហ្នឹងគឺពីយប់ហេអញ្ចឹងបងប្អូនអាចចំណាំចឹងនេះបានឧសានបូកេតាក់ដីបច្ចជាប់អញ្ចឹងគាត់ថាបងប្អូនសម័យឃើញភ្លាមយើងដឹងហើយបើយើងយកអាទាំងអស់ហ្នឹងមក apply នៅក្នុងតំបន់អាស៊ីរបស់យើងណាប្រទេសខ្មែរយើងគឺនៅតំបន់អាស៊ីអាគ្នេយ៍ឃើញទេអាស៊ីចំកណ្ដាលអញ្ចឹងអាស៊ីខាងកើតគឺនៅម្ដុំពួកជប៉ុនពួកកូរ៉េទៅអាស៊ីខាងកើតដល់ទៅពេលអាស៊ីខាងត្បូងមានប៉ាគីស្ថានមានអីយ៉ាងទៅណាដល់ទៅពេលខាងលើវាដល់រុស្ស៊ីវាមកកណាត់អឺរ៉ុបមកកណាត់នេះទៅអញ្ចឹងគាត់តែមានមូលដ្ឋានស្រួលជូនបងប្អូនគ្នាទេអញ្ចឹងដើម្បីមើល map បងប្អូនត្រូវចំណាំថា map ខាងលើបាទខាងលើគឺទៅនៅខាងជើងហើយអញ្ចឹងនៅពេលដែលរកជើងត្បូងជើងចំណាំស្រួលហើយវីដេអូមានតែប៉ុណ្្នឹងទេខ្ញុំគិតថាអាចបងប្អូនខ្លះបើមើលក៏យល់បងប្អូនខ្លះមើលអត់យល់ក៏អត់ចាប់អារម្មណ៍អញ្ចឹងណាតែគាត់ថានេះវាជាមូលដ្ឋានមួយក្នុងការបងប្អូនអាចសង្កេតមើល map មើល tweet មើលអីយ៉ាងទៅហើយនឹងផ្លូវជាពិសេសផ្លូវសមុទ្រច្រកសមុទ្រច្រកដឹងជូនហេតុអីបានខ្ញុំដឹងថាហេតុអីមិនខ្ញុំទេហេតុអីបានអ្នកតាមដានសេដ្ឋកិច្ចអ្នកតាមដានភូមិសាស្ត្រនយោបាយដឹងថាប្រេងសាំងនឹងឡើងថ្លៃដោយសារតែគាត់មាន map មានមូលដ្ឋានក្នុងដៃអញ្ចឹងគាត់ដឹងហើយអញ្ចឹងប្រេជីកនៅពេលដែលប្រេជីកមានបញ្ហាប្រេជីក hormone មានបញ្ហាអូតូម៉ាទិកសាំងឡើងថ្លៃអញ្ចឹងបានហេតុអីបានអ្នកវិភាគអីផ្សេងៗគាត់មើលដោយសារដឹងពីភូមិសាស្ត្រនយោបាយទាំងអស់ហ្នឹងហើយតាមដាននយោបាយការទូតតាមអីទៅហើយវីដេអូក្រោយបើសិនជាបងប្អូនឆ្ងល់ឲ្យចង់ធ្វើអីខ្ញុំអាច research បន្ថែមទៀតបានគាត់ថាខ្ញុំមិនសូវកាត់អីជំនាញច្រើនដូចគេទេគាត់ថាធ្វើម៉េចដើម្បីយល់បងប្អូនគ្នាអញ្ចឹងណាហើយអាមេរិកអីមិនឆ្លងកាត់អីមិនយកអាណាទប់អាណាអីហ្នឹងចាំយើងនិយាយពីវីដេអូក្រោយទៅមាន Greenland មានអីអ៊ុយក្រែនមួយរុស្ស៊ីទៅអញ្ចឹងវីដេអូនេះគឺនិយាយអំពីផ្លូវសមុទ្រពិភពលោកដែលទំនិញទាំងអស់ត្រូវបានដឹកជូនចំនួន80ទៅ 90% 10% គឺតាមផ្លូវគោកផ្លូវរថភ្លើងផ្លូវថ្នល់អញ្ចឹងទៅហើយប្រមាណទៀតគឺតាមផ្លូវអាកាសតែ80ទៅ 90% គឺដឹកតាមផ្លូវទឹកអញ្ចឹងផ្លូវទឹកនេះគឺជាផ្លូវទឹកដែលសំខាន់សម្រាប់ការដឹកជូននៅទូទាំងពិភពលោកសូមអរគុណ